ជាបន្តទៅទៀតនេះសូមជូនមេតិការព័ត៌មានសំខាន់សាខាមូលនិធិជាតិជំនួយសង្គមខេត្តមណ្ឌលគិរីបើកវគ្គបណ្តុះបណ្តាលរំលឹកស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដល់រដ្ឋបាលឃុំសង្កាត់និងការិយាល័យអប់រំក្រុងស្រុងរដ្ឋសភាកំពុងបើកសម័យប្រជុំពេញអង្គលើកទី5នីតិកាលទី7ដើម្បីពិភាក្សានិងអនុម័តរបៀបវារៈមួយចំនួនរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលើកឡើងពីកង្វល់របស់កម្ពុជាជម្រាបជូនអគ្គនាយកអង្គការ UNESCO ចំពោះការសាងសង់ចម្លងប្រាសាទអង្គរវត្តរបស់ប្រទេសជិតខាងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំកូរ៉េជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសមាជិកសភាកូរ៉េទីក្រុងម៉ាដាឡូយ៉ុងហ្វីលីពីននឹងរៀនសូត្រតាមទីក្រុងភ្នំពេញលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធពិសេសសណ្ដាប់ធ្នាប់សាធារណៈជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានពិស្ដានៅព្រឹកថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025មូលនិធិជាតិជំនួយសង្គមនៃក្រសួងសុខុមាលកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរីរៀបចំវគ្គបណ្តុះបណ្តាលរំលឹកស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដល់រដ្ឋបាលឃុំសង្កាត់និងការិយាល័យអប់រំក្រុងស្រុកក្រោមវត្តមានលោកនួនសារ៉នអភិបាលរងខេត្តមណ្ឌលគិរីលោកស្រីងិនវ៉ាន់ថេនប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តមណ្ឌលគិរីនិងអ្នកពាក់ព័ន្ធជាច្រើនអ្នកដែលប្រព្រឹត្តទៅនៅសហប្រជុំសាលាខេត្តមណ្ឌលគិរីលោកនួនសារ៉នអភិបាលរងខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថាដើម្បីធានាបាននូវប្រសិទ្ធភាពប្រសិទ្ធផលប្រកបដោយភាពក្នុងការអនុវត្តទើបមូលនិធិជាតិជំនួយសង្គមរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងក្នុងកំឡុងពេលមានចំនួនប្រដាប់អាវុធនៅតាមព្រំដែនដោយការឈ្លានពានពីប្រទេសថៃមូលនិធិនេះបានដាក់ចេញវិធានការបន្ទាន់3 1ការលើកលែងការអនុវត្តលក្ខខណ្ឌវត្តមានសិក្សាប្រចាំខែសម្រាប់សិស្សានុសិស្សកំពុងទទួលផលពីកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ2លើកលែងការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាពសម្រាប់ស្ត្រីមានផ្ទៃពោះកុមារអាយុក្រោម2ឆ្នាំដោយទទួលបានប្រាក់ឧបត្ថម្ភស្របតាមពេលវេលានិងលក្ខខណ្ឌកំណត់ជាស្វ័យប្រវត្តិ3សហការរៀបចំភ្នាក់ងារវិញដើម្បីធ្វើការបើកផ្តល់ប្រាក់ឧបត្ថម្ភនៅតាមទីតាំងជនភៀសសិស្សផ្ទាល់តែម្ដងលោកក៏បានជំរុញដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈកំពុងអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារក្នុងការធ្វើបច្ចុប្បន្នភាពសិស្សានុសិស្សដែលកំពុងទទួលផលពីកម្មវិធីក្នុងពេលបវេសនកាលឆ្នាំសិក្សាថ្មីតាមប្រព័ន្ធដើម្បីបន្តទទួលផលពីកម្មវិធីសម្រាប់ឆ្នាំសិក្សា2025-2026នេះព្រមជាមួយគ្នានោះលោកស្រីមេឃុំចៅសង្កាត់នឹងត្រូវបានធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំសម្រាប់ជនមានពិការភាពនិងជនចាស់ជរាផងដែរដែលនឹងត្រូវចាប់ផ្ដើមអនុវត្តនៅក្នុងខែធ្នូឆ្នាំ2025នេះលោកស្រីងិនវ៉ាន់ថេនប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តមណ្ឌលគិរីបានលើកឡើងថាខេត្តមណ្ឌលគិរីមានគ្រួសារកំពុងទទួលផលពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចំនួន5404គ្រួសារលោកស្រីបានបន្ថែមថាក្នុងនាមជាប្រតិបត្តិការនៃការអនុវត្តកម្មវិធីជំនួយសង្គមសាខាមូលនិធិជាតិជំនួយសង្គមខេត្តមណ្ឌលគិរីពិតជាត្រូវប្រចាំការសម្របសម្រួលដល់ដំណើរការអនុវត្តកម្មវិធីនានាក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួនយ៉ាងហ្មត់ចត់ពិសេសកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាលសម្រាប់ព័ត៌មានជាបន្តនៅព្រឹកថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 8:00 នាទីព្រឹករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំអង្គរដ្ឋសភាលើកទី5នីតិកាលទី7ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហារដ្ឋសភាធិការធិបតីខួនសូដារីប្រធានរដ្ឋសភាដោយមានសមាជិការដ្ឋសភាចូលរួមប្រជុំមានចំនួន110រូបនៃចំនួនសមាជិកសភាទាំងមូលសម័យប្រជុំបានលើកយករបៀបវារៈមាន1ព្រះរាជសារប្រកាសណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជូនសម័យប្រជុំរដ្ឋសភាលើកទី5នីតិកាលទី7 2របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី4និងលើកទី5នីតិកាលទី7 3ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសភាសម្រាប់ការគ្រប់គ្រងឆ្នាំ2024
4. ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2026 5. ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ 1. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការការគេចវេះពន្ធនិងការជៀសវាងពន្ធ 2. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីនស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការការគេចវេះពន្ធនិងការជៀសវាងពន្ធ 3. ពិធីសារទី 2 ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរីស្តីពីការជៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកាប់កេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលសម្រាប់ព័ត៌មានជាបន្តទៅទៀតនេះលោកជំទាវបណ្ឌិតសភាចារភឿនសក្ខុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងអំពីកង្វល់របស់កម្ពុជាជម្រាបជូនអគ្គនាយកអង្គការ UNESCO ចំពោះការសាងសង់ចម្លងប្រាសាទអង្គរវត្តរបស់ប្រទេសជិតខាងនិងបានអំពាវនាវឲ្យមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកព្រមទាំងក្រុមប្រឹក្សាអ្នកច្បាប់អង្គការ UNESCO សិក្សាអំពីយន្តការគតិយុត្តនានានៃស្មារតីអនុសញ្ញាឆ្នាំ 1970 និងអនុសញ្ញាឆ្នាំ 1972 ដើម្បីទប់ស្កាត់បញ្ហានេះការលើកឡើងរបស់លោកជំទាវបណ្ឌិតសភាចារបែបនេះក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមអគ្គនាយកអង្គការ UNESCO កាលពីថ្ងៃទី 26 ខែវិច្ឆិកាឆ្នាំ 2025 នៅទីស្នាក់ការកណ្ដាលអង្គការ UNESCO ក្នុងទីក្រុងប៉ារីសក្នុងឱកាសជំនួបនេះលោកជំទាវបណ្ឌិតសភាចារបានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តមដែលត្រូវបានអង្គការមហាសន្និបាតលើកទី 43 នៃអង្គការ UNESCO បោះឆ្នោតតែងតាំងជាអគ្គនាយកនៃស្ថាប័នដ៏មានសារៈសំខាន់នេះលោកជំទាវបណ្ឌិតសភាចារក៏បានសម្ដែងនូវការបដិញ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងនាមជារដ្ឋសមាជិកក្នុងការសហការអនុវត្តកម្មវិធីនិងគោរពតាមគោលការណ៍សំខាន់ៗរបស់អង្គការ UNESCO ចំពោះកិច្ចសហការរវាងកម្ពុជានិងអង្គការ UNESCO បានក្លាយជាកិច្ចសហការប្រកបដោយជោគជ័យទាំងក្នុងទម្រង់អនុវត្តនៃយន្តការ ICC អង្គរសម្បូរព្រៃគុកនិងព្រះវិហារក៏ដូចជាទម្រង់កិច្ចសហការនិងកិច្ចការពារលើតម្លៃនិងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកទាំងរូបីនិងអរូបីជាមួយគ្នានេះលោកជំទាវបណ្ឌិតសភាចាររដ្ឋមន្ត្រីបានពិភាក្សាអំពីលទ្ធភាពក្នុងការបញ្ជូនអ្នកជំនាញរបស់អង្គការ UNESCO ចុះពិនិត្យនិងវិតម្លៃផ្ទាល់ដោយឯករាជ្យអំពីការខូចខាតមកលើប្រាសាទព្រះវិហារដោយការប៉ះទង្គិចតាមព្រំដែននាពេលកន្លងឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានលោកជំទាវបណ្ឌិតសភាចាររដ្ឋមន្ត្រីនិងបានកោតសរសើរកម្ពុជាក្នុងនាមជារដ្ឋសមាជិកដែលបានផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយអង្គការ UNESCO នាពេលកន្លងមកឯកឧត្តមក៏បានបញ្ជាក់អំពីគោលបំណងក្នុងការបន្តនូវរាល់កិច្ចសហការជាមួយកម្ពុជាក៏ដូចជាពិនិត្យទៅលើកិច្ចការមួយចំនួនដែលជាការព្រួយបារម្ភរបស់កម្ពុជាដល់ឡែកសម្រាប់ព័ត៌មានជាបន្តឯកឧត្តមខួនផុនរតនាឯកអគ្គរដ្ឋទូតតែងតាំងកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េនិងសហការីបានជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមហុងគីវុនសមាជិកសភាកូរ៉េនៅវិមានរដ្ឋសភាជាតិកូរ៉េក្នុងជំនួបនៅព្រឹកថ្ងៃទី 28 ខែវិច្ឆិកាឆ្នាំ 2025 នេះឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះឯកឧត្តមហុងគីវុនដែលបានអញ្ជើញទៅទស្សនកិច្ចនៅកម្ពុជាចំនួន 2 ដងនិងបានព្យាយាមបកស្រាយអំពីស្ថានភាពពិតនិងផ្ដល់យុត្តិធម៌ដល់ប្រទេសកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍របស់ឯកឧត្តមនៅក្នុងកិច្ចប្រជុំសភានិងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានផ្សេងៗបន្ទាប់ពីទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជាឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានស្នើសុំឲ្យឯកឧត្តមហុងគីវុនជួយជំរុញបន្ថែមលើការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរទៅប្រទេសកម្ពុជាដែលវិធានការនេះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរជាការឆ្លើយតបឯកឧត្តមហុងគីវុនបានសម្ដែងការសោកស្ដាយដែលយុវជនកូរ៉េបានស្លាប់ក្នុងទឹកដីកម្ពុជាដែលវាបានបង្កមានការប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជននៃប្រទេសទាំងសងខាងនិងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនកូរ៉េនៅកម្ពុជានិងប្រជាជនកម្ពុជានៅកូរ៉េឯកឧត្តមក៏បានបន្តថារដ្ឋាភិបាលនិងប្រជាជនកូរ៉េគួរទទួលស្គាល់ការពិតអំពីមូលហេតុនៃការស្លាប់របស់យុវជនកូរ៉េនៅកម្ពុជានិងស្ថានភាពពិតរបស់កម្ពុជាដែលកម្ពុជារក្សាបាននៅសុខស
សុវត្ថិភាពសម្រាប់អ្នកទេសចរទូទៅហើយរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញនូវឆន្ទៈសហការដោះស្រាយបញ្ហានេះផងដែរឯកឧត្តមក៏បានយល់ស្របនឹងសំណើរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតថារដ្ឋាភិបាលកូរ៉េគួរបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរទៅប្រទេសកម្ពុជានិងសន្យាថានឹងលើកករណីនេះនៅក្នុងកិច្ចប្រជុំសភានៅថ្ងៃទី28 ខែវិច្ឆិកាឆ្នាំ2025នេះឆ្លៀតក្នុងឱកាសនេះឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាដែលបានគាំទ្រនិងចូលចិត្តឯកឧត្តមតាមរយៈការចែករំលែកនិងការចូលចិត្ត Page Facebook និង YouTube ផ្ទាល់របស់ឯកឧត្តមដល់ឡែកសម្រាប់ព័ត៌មានជាចុងក្រោយនេះទីក្រុងម៉ាន់ដាលូយ៉ុងនៃសាធារណរដ្ឋហ្វីលីពីននឹងរៀនសូត្រតាមទីក្រុងភ្នំពេញលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អហើយក៏ជាទីក្រុងដែលមានសោភ័ណភាពមានភាពវៃឆ្លាតពិសេសសណ្ដាប់ធ្នាប់នឹងការកាត់ខ្សែកាបអុបទិកខ្សែអ៊ីនធឺណិតពីលើអាកាសទៅតាមក្រោមដីនេះជាការលើកឡើងរបស់លោកជំទាវ Carmelita Mechi Aguila Abalos អភិបាលក្រុងម៉ាន់ដាលូយ៉ុងនៃសាធារណរដ្ឋហ្វីលីពីនក្នុងឱកាសលោកជំទាវចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី27 ខែវិច្ឆិកាឆ្នាំ2025នៅសាលារាជធានីភ្នំពេញលោកជំទាវ Carmelita Mechi Aguila Abalos បានបញ្ជាក់ថាទីក្រុងម៉ាន់ដាលូយ៉ុងជាទីក្រុងតូចតែជាទីក្រុងដែលជាប់ចំណាត់ថ្នាក់លេខ 2 នៅប្រទេសហ្វីលីពីនមានប្រជាជនរស់នៅអចិន្ត្រៃយ៍ត្រឹមតែ 45,000 នាក់ប៉ុណ្ណោះប៉ុន្តែទីក្រុងមួយនេះមានប្រជាពលរដ្ឋចេញចូលរកស៊ីរហូតទៅដល់ 2 លាន 3 សែននាក់ដែលចំនួននេះប្រហែលទៅនឹងរាជធានីភ្នំពេញដែរដូច្នេះដំណើរទស្សនកិច្ចរបស់ខ្ញុំថ្ងៃនេះគឺមានគោលបំណងចង់សិក្សារៀនសូត្រពីរាជធានីភ្នំពេញលើការរៀបចំក្រុងពិសេសគឺការកាត់ខ្សែអុបទិកខ្សែអ៊ីនធឺណិតពីលើអាកាសទៅដាក់ក្រោមដីនេះជាគំរូដ៏ល្អរបស់រាជធានីភ្នំពេញដែលនាំឲ្យរាជធានីមួយនេះមានភាពស្រស់ស្អាតនិងឆ្លាតវៃការមកបំពេញទស្សនកិច្ចនិងសិក្សាស្វែងយល់រៀនសូត្រពីរាជធានីភ្នំពេញមិនគ្រាន់តែជាការផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរប៉ុណ្ណោះទេប៉ុន្តែបានផ្សារភ្ជាប់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមកថែមទៀតលោកជំទាវបន្តថាគំរូដ៏ល្អរបស់រាជធានីភ្នំពេញដែលកាត់ខ្សែកាបដាក់ទៅក្រោមដីវាមិនត្រឹមតែលើកសោភ័ណភាពរាជធានីភ្នំពេញប៉ុណ្ណោះទេប៉ុន្តែបានកាត់បន្ថយគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋថែមទៀតផងក្រោយការសិក្សារៀនសូត្រពីរាជធានីភ្នំពេញទីក្រុងម៉ាន់ដាលូយ៉ុងមានភាពស្រស់ស្អាតមានសោភ័ណភាពល្អជាទីក្រុងដែលមានភាពវៃឆ្លាតដោយទីក្រុងភ្នំពេញដែរឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថាទីក្រុងភ្នំពេញជាទីក្រុងដែលមានប្រវត្តិដ៏សែនជូរចត់នៅរបបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើឲ្យប្រទេសមួយនេះមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះរាជធានីភ្នំពេញមិនបានទទួលរងការជន់លិចដោយចំនួនទឹកភ្លៀងធ្ងន់ធ្ងរនោះទេទាំងនេះក៏ដោយសារតែយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូក្រោមដីល្អហើយគួបផ្សំនឹងស្ថានភាពភូមិសាស្ត្ររបស់ប្រទេសកម្ពុជាមានភាពល្អប្រសើរអំណោយផលផងដែរនោះទើបមិនបណ្ដាលឲ្យមានការលិចលង់ដោយចំនួនទឹកភ្លៀងធ្ងន់ធ្ងរដោយប្រទេសក្បែរខាងរបស់កម្ពុជារាជធានីភ្នំពេញមានតែតំបន់ទេសចរជាច្រើនហើយនៅពេលថ្មីនេះយើងបានបង្កើតឲ្យមានតំបន់ទេសចរថ្មីមួយទៀតគឺផ្លូវថ្មើរជើងចាក់ទៅមុងតំបន់ទេសចរនេះត្រូវបានទទួលការគាំទ្រនិងពេញនិយមពីសំណាក់ភ្ញៀវជាតិអន្តរជាតិយ៉ាងច្រើនកកកដោយក្នុងមួយថ្ងៃមានភ្ញៀវទេសចរអន្តរជាតិប្រមាណ 10,000 នាក់មកដើរលេងកម្សាន្តជាមួយគ្នានេះរាជធានីភ្នំពេញក៏មានគម្រោងបង្កើតឲ្យមានតំបន់ទេសចរជាច្រើនកន្លែងទៀតផងដែរឯកឧត្តមខួងស្រេងបានបញ្ជាក់ថាគម្រោងកាត់ខ្សែកាបអុបទិកខ្សែអ៊ីនធឺណិតពីលើអាកាសទៅដាក់ក្រោមដីនេះរដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តគម្រោងកាលពីឆ្នាំ2015ដោយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ2027ក៏ប៉ុន្តែដោយសាររំខានដោយជំងឺ COVID-19 គម្រោងនេះមិនត្រូវបានបញ្ចប់ទៅតាមផែនការនោះទេគឺអាចបញ្ចប់ក្នុងឆ្នាំ2029វិញ